ក្រោយពីបានលាប្រពន្ធចេញទៅរកចំណីនៅទីដ៏សែនឆ្ងាយចាបឈ្មោលក៏បានឃើញបឹងឈូកមួយមានផ្ការីកយ៉ាងស្រស់ត្រកាលសក្កណាក៏លោតចុះចិត្តលំអងផ្កាទាំងនោះយ៉ាងត្រេកត្រអាលលុះត្រូវកម្ដៅព្រះសូរិយាការឈូកក៏រឹបរួចក្តោបប្រាំខ្លួនចាបឈ្មោលជាប់រើចេញពុំរួចធ្វើឲ្យខកខានមិនបានយកចំណីផ្ញើប្រពន្ធនឹងកូនឡើងសូមជូនទាំងទស្សនីយភាពល្ខោនយីកេរឿងចាបជាបកបាស់
Hay hai ban spyពីការស្រែកឃ្លានណាកូនយកកូនទៅបំរួចទេតើអញមិន
ប្រពន្ធខ្ញុំទេសក្តីកូនមានម្ដាយ កូនមិនប្រពន្ធខ្ញុំទេកូនមានម្ដាយ សក្តីអូសក្តីអូនដឹងខ្លួនឡើងសក្តីអូនដឹងខ្លួនឡើង បងសក្តាឯណាកូនយើងកូនរបស់យើងណែណាសក្តី ហេតុអីថ្មនេះហើយបងទៅតែមកតើហេតុអីទៅឯណាកូនយើងកូនរបស់យើងណែណាសក្តី កូនយើងស្លាប់អស់ហើយស្លាប់អស់រលីងហើយពុទ្ធោកូនមានឪពុកពុកស្ដាយណាស់តែពុកមិនបានមកជួយកូនទាន់ពេលវេលាអើយពុកសុំទោសបងសក្តាអភ័យទោសឲ្យបងផងសក្តី ហើយចេញទៅ សក្តីអើហេតុអីទៅសក្តី បាយពីមុននឹងបញ្ហាកូនស្លាប់អាសាអើយព្រោះគ្មានឪពេលនេះបងយំអើយស្វាយអ្វីទៅចិត្តខ្លៅទៅតាមកាមក្រាំងក្រៃ ស្នេហ៍បងពិតបែកគ្នាអូនកុំចង់ទៀតអើយគិតសង្ស័យចិនស្នេហ៍បងពិតអើយនឹងស្រីស្លាប់ព្រមម្ដេចក្តីប្តីមិនប្រាសក្តីអូនជាចិត្តបងចុះ នេះបានពេញជាមាយាប្រុសមាត់បោស្រណោះស្មោះភក្តីតែខ្លាំងស្រីណាក្រអូបសាយក្រអូបចុកកាយនោះអីឡើយ ក្លិននេះគឺជាក្លិនលំអងផ្កា កុំមកបោះសាកែតម្រូវ ផ្កាឈូកក្តៅ
អូនមិនជឿចិត្តបងអូនបែរជាយកសេចក្តីស្លាប់មកដាក់ទោសបងយ៉ាងនេះទូព្រមហើយរកអើប្រាអូកម្មអើយកម្មលោកអើយដេញតាមអើយផ្ដំទីសក្តិណាពុំរត់ពុំយាយពីទ្រូងអបងទៅហើយនៅវាអើយដាំទុំលោកអើយពុំដឹងអើយគុំត្រូវតើហេតុអីទៅតើហេតុអីទៅហេតុអ្វីស្រីបើអើយគ្មានក្តីអមេតា សក្តិទូស្រីប្រាថ្នាឃ្លាតពីបងតែចិត្តនាមចងគិតសច្ចាស៊ូស្លាប់បញ្ជាក់ក្តីស្នេហាថារៀមរំមិនក្បត់នោះល្អសូមឲ្យកម្លាំងចិត្តភក្តីជួយភ្ជាប់និស្ស័យស្រីនឹងបងរួមរស់រួមស្នេហ៍បានសុខផងកុំបីរំលងដូចជាតិនេះសក្តិបងនឹងស្លាប់ដើម្បីបញ្ជាក់ប្រាប់អូនថាបងមិនក្បត់នឹងអូនឡើយសូមឲ្យបងបានជួបនឹងអូនគ្រប់ជាតិ